ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះណាខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើនំចាបែបបារាំងណាបងប្អូនដូចនំពងទាអញ្ចឹងប៉ុន្តែរសជាតិទីរ៉ាមីស៊ូចានំហ្នឹងបើសិនជាយើងបកជាភាសាពីភាសាបារាំងមកខ្មែរគឺគេហៅនំដុំឈើបងប្អូនជាប្រភេទនំដែលគេធ្វើសម្រាប់ញ៉ាំនៅថ្ងៃបុណ្យណូអែលណាបងប្អូនចាឬក៏បុណ្យគ្រីស្មាស់ហ្នឹងហើយធម្មតាគឺមួយឆ្នាំគឺគេធ្វើញ៉ាំម្ដងនំហ្នឹងណាចាឥឡូវតោះកុំឲ្យខាតពេលយូរទៅមើលពីរបៀបខ្ញុំធ្វើតែម្ដងទៅជាដំបូងហ្នឹងខ្ញុំមានពងមាន់ហ្នឹងចំនួន8គ្រាប់បើសិនជាបងប្អូនមានពងទាបងប្អូនអាចប្រើពងទាក៏បានចាខ្ញុំគោះពងមាន់ដាក់ផ្នែកសផ្សេងផ្នែកក្រហមផ្សេងហើយខ្ញុំយកផ្នែកក្រហមមកវាយវាឲ្យបែកលាយជាមួយនឹងប្រេងឆាចាបន្ទាប់ពីចាក់ប្រេងឆាហើយខ្ញុំចាក់ទឹកដោះគោហើយខ្ញុំចាក់វាបន្តិចម្ដងអញ្ចឹងណាបងប្អូនដើម្បីស្រួលចាវាយវាបញ្ចូលគ្នាទៅគឺវាងាយស្រួលហើយចំណែកនេះគឺម្សៅមីចាម្សៅមីគឺខ្ញុំរែងវាបែបហ្នឹងដើម្បីឲ្យសាច់នំយើងពេលធ្វើទៅគឺម៉ត់ល្អចារែងវាហើយខ្ញុំដាក់បញ្ចូលជាមួយនឹងផ្នែកក្រហមចាពងមាន់ផ្នែកក្រហមហ្នឹងហើយចូលចាយើងកូរចូលគ្នាឲ្យសព្វហើយបងប្អូនត្រូវចាកូរវារៀងយូរដែរដើម្បីឲ្យសាច់ម្សៅហ្នឹងចូលជាមួយនឹងពងមាន់ចារួចហើយខ្ញុំទុកផ្នែកក្រហមហ្នឹងមួយឡែកសិនហើយនេះពងមាន់ផ្នែកសខ្ញុំយកវាទៅវាយជាមួយនឹងម៉ាស៊ីនណាបងប្អូនដើម្បីឲ្យវាឡើងចាខ្ញុំវាយលាយជាមួយនឹងស្ករសហើយស្ករសហ្នឹងដូចគ្នាគឺខ្ញុំដាក់វាបន្តិចម្ដងហើយបន្តវាយរហូតដល់ពងមាន់ហ្នឹងឡើងសម្រាប់នំហ្នឹងគឺយើងអត់ត្រូវការឲ្យវាឡើងខ្លាំងទេអញ្ចឹងយើងវាយពងមាន់បាច់ឲ្យវាឡើងខ្លាំងទេបងប្អូននេះខ្ញុំវាយឲ្យឡើងត្រឹម 70-80% ទៅបានហើយនិយាយទៅរបៀបធ្វើនំនេះបងប្អូនស្តៀងទៅនំកាស្តេឡានំពងមាន់តៃវ៉ាន់ណោះគ្រាន់តែថារបៀបធ្វើនំពងមាន់តៃវ៉ាន់ហ្នឹងគឺគេវាយផ្នែកសហ្នឹងគឺថាឲ្យឡើងមែនតើដើម្បីពេលទៅគឺនំហ្នឹងគឺឡើងល្អប៉ុន្តែសម្រាប់នំនេះគឺយើងអត់ត្រូវការវាឡើងទេចាឥឡូវងាកមកមើលពីរបៀបខ្ញុំធ្វើនំនេះម្ដងបន្ទាប់ពីវាយពងមាន់ផ្នែកសឲ្យវាឡើងប្រហែលជា 70% ហើយខ្ញុំយកផ្នែកក្រហមមកចាក់លាយជាមួយនឹងផ្នែកសតែម្ដងចាចាក់វាហើយកូរវាបញ្ចូលគ្នាឲ្យសព្វសម្រាប់ការកូរហ្នឹងខ្ញុំកូររៀងយូរដែរដើម្បីឲ្យវាចូលគ្នាឲ្យសព្វហើយកូរពេលកូរហ្នឹងយើងត្រូវថ្នមដៃដែរបងប្អូនបើសិនជាយើងកូរវាខ្លាំងពេកចាវានឹងបែកផ្នែកសហ្នឹងអញ្ចឹងវាធ្វើឲ្យសាច់នំរបស់យើងហ្នឹងវារាវខ្លាំងហើយសម្រាប់ពុំនំហ្នឹងគឺយើងត្រូវការពុំណាដែលរៀងរាក់បងប្អូនពីព្រោះនំហ្នឹងគឺយើងធ្វើឲ្យស្ដើងដើម្បីសនុកមូលចាគឺខ្ញុំប្រើថាសហ្នឹងគឺខ្ញុំកាត់กระดาษដុតនំដើម្បីទ្រាំវាកុំឲ្យវាស្អិតចាពេលនំឆ្អិនទៅកុំឲ្យវាជាប់នឹងថាសហ្នឹងណាហើយសម្រាប់សាច់នំចាបរិមាណម្សៅហ្នឹងគឺខ្ញុំចាក់នំបាន2ចានេះខ្ញុំចាក់វាពាក់កណ្ដាលចាចាក់ចូលថាសអញ្ចឹងហើយយើងកុំយកក្រាស់ពេកបងប្អូនយកមកស្ដើងល្មមហើយពេលយើងចាក់ម្សៅហ្នឹងណាបងប្អូនគឺយើងលើកអាលាក់វាបន្តិចទៅដើម្បីកុំឲ្យនំហ្នឹងវាប្រហោងក្នុងពីព្រោះនៅពេលដែលយើងដុតទៅវាអាចប្រហោងក្នុងបើសិនជាលើបន្ទាប់ពីចាក់ម្សៅចូលក្នុងថាសហ្នឹងហើយខ្ញុំយកវាទៅដុតនៅក្នុងឡរយៈពេលចម្អិនគឺនេះខ្ញុំដាក់វា15 ទៅ 20 នាទីដើម្បីឲ្យវាឆ្អិនបានល្អអញ្ចឹងណាបងប្អូនហើយនៅក្នុងកម្ដៅ180 អង្សាចាឥឡូវ20 នាទីក្រោយមកគឺសាច់នំខ្ញុំបានឆ្អិនល្អមែនតើហើយដើម្បីចង់ដឹងថាវាឆ្អិនឬក៏នៅឆៅបងប្អូនយកឈើស្រួចមួយទៅចោះវាមើលបើសិនជាលើកចាដកឈើនឹងចេញមកនៅជាប់ស្អិតចានិយាយទៅនៅជាប់ម្សៅគឺបានន័យថាវាអត់ទាន់ឆ្អិនទេតែនេះឆ្អិនល្អហើយបងប្អូនហើយខ្ញុំដកវាចេញពីពុំតែម្ដងហើយចាដាក់กระดาษដុតនំចាមកជាន់ខាងក្រោមទៀតហើយបកវាតែម្ដងហើយខ្ញុំមូលវាទុកចាយើងធ្វើបែបហ្នឹងហើយយកពេលហ្នឹងគឺយើងទៅធ្វើគ្រីមបងប្អូនហើយនំចាគេហៅនំដុំឈើហ្នឹងគឺខ្ញុំធ្វើរសជាតិទីហាមីស៊ូចាទីហាមីស៊ូគឺយើងត្រូវការប្រើជាមួយកាហ្វេខ្មៅខ្ញុំឆុងកាហ្វេខ្មៅហើយទុកវាមួយឡែកហើយនេះគ្រីមបងប្អូននេះខ្ញុំប្រើគ្រីម mascarpone ណាខ្ញុំដាក់វាមកផ្អប់នឹងតែម្ដងចាមានគ្រីម mascarpone ហើយជាមួយនឹងគ្រីមចាប្រភេទនេះទៀតបងប្អូនប្រភេទទឹកខ្ញុំដាក់វាកូរចូលគ្នាឲ្យសព្វបន្ទាប់មកខ្ញុំលាយជាមួយនឹងម្សៅស្ករបើសិនជាបងប្អូនអត់មានម្សៅស្ករបងប្អូនអាចប្រើស្ករសធម្មតាក៏បានចាខ្ញុំដាក់ម្សៅស្ករហើយខ្ញុំលាយជាមួយនឹងហើយនេះជាគ្រាប់វ៉ានីឡាបងប្អូនដែលគេយកវាមកកិនឲ្យម៉ត់គ្រាប់វ៉ានីឡាហ្នឹងគឺក្លិនវាឈ្ងុយមែនតើដាក់ទៅនិយាយទៅញ៉ាំចូលមាត់ទៅគឺក៏អូពេញមាត់តែម្ដងក្លិនហ្នឹងហើយនៅខ្មែរគឺបងប្អូនស្គាល់វ៉ានីឡាហ្នឹងតែជាប្រភេទទឹកហើយដាក់វាចូលគ្នាហើយខ្ញុំយកម៉ាស៊ីនមកវាយគ្រីមហ្នឹងឲ្យវាឡើងខាប់ចាខាប់ប៉ុណ្ណឹងគឺខ្ញុំឈប់វាយហើយចា
បន្ទាប់មកខ្ញុំយកគ្រីមហ្នឹងទៅប៉ាតពីលើនំចានេះនំដែលយើងបានមូលវាមិញណាបងប្អូនយើងយកវាមកលាវិញដើម្បីលាបជាមួយនឹងកាហ្វេពីព្រោះនំទីរ៉ាមីស៊ូហ្នឹងគឺយើងត្រូវតែមានរសជាតិកាហ្វេលាយជាមួយនឹងគ្រីមហ្នឹងណាចាទើបគេហៅនំទីរ៉ាមីស៊ូហើយកាហ្វេហ្នឹងគឺខ្ញុំអត់មានលាយស្ករអីទេគឺខ្ញុំយកទឹកក្តៅមកឆុងជាមួយនឹងកាហ្វេខ្មៅហើយលាបវាពីចាយកទៅលាបលើនំអញ្ចឹងលាបកាហ្វេមួយជាន់ហើយខ្ញុំចាប់ដើមចាប៉ាតជាមួយនឹងគ្រីមដែលយើងបានវាយវាមិញហ្នឹងតែម្ដងណាចាប៉ាតវាបងប្អូនដាក់ចង់ដាក់ឲ្យក្រាស់ជាងហ្នឹងឬក៏ស្ដើងជាងហ្នឹងអីបងប្អូនធ្វើទៅតាមចំណង់ចំណូលចិត្តនេះខ្ញុំដាក់មកល្មមហើយបន្ទាប់មកយើងមូលនំហ្នឹងទុកវិញចាហើយនេះខ្ញុំធ្វើមួយទៀតធ្វើដូចគ្នាបងប្អូនគឺយើងលាបកាហ្វេហើយបន្ទាប់មកចាប៉ាតគ្រីមនឹងពីកដាលហ្នឹងទៅហើយមូលវាហើយនេះខ្ញុំទុកវាប្រហែលជា1ម៉ោងសិនណាបងប្អូនយកទៅទុកក្នុងទូទឹកកក1ម៉ោងសិនទើបយើងអាចយកវាមកប៉ាតគ្រីមមួយជាន់ទៀតពីខាងក្រៅហើយនេះ1ម៉ោងក្រោយមកគឺខ្ញុំដកនំហ្នឹងចេញពីក្នុងទូទឹកកកហើយចាប់ប៉ាតចាគ្រីមដែលនៅសល់ហ្នឹងចាយើងប៉ាតពីលើអញ្ចឹងទៅហើយជាចុងក្រោយហ្នឹងគឺខ្ញុំរោយជាមួយនឹងម្សៅគេហៅម្សៅអូវ៉ាន់ទីនណាបងប្អូនចានេះខ្ញុំធ្វើឲ្យស្មើបងប្អូនគឺខ្ញុំយកกระดาษដុតនំមកបត់វាជាពីរអញ្ចឹងទៅហើយច្បូតវាអញ្ចឹងណាបងប្អូនដើម្បីឲ្យវាស្មើល្អចាហើយនេះជាម្សៅអូវ៉ាន់ទីនណាបងប្អូនចាយើងរោយវាអញ្ចឹងទៅដើម្បីបងប្អូនចង់រោយវាឲ្យខ្មៅពីលើទាំងអស់ចាក៏បានប៉ុន្តែនេះខ្ញុំរោយវាបន្តិចៗទៅដើម្បីឲ្យគ្រាន់តែឲ្យមើលឃើញចាវាពណ៌អញ្ចឹងណាតែធម្មតាគេដាក់រោលវាឲ្យពេញនឹងបងប្អូនតែប៉ុណ្ណឹងរួចរាល់ហើយបងប្អូនគឺបងប្អូនបាននំដ៏ឆ្ងាញ់ដែលមានរសជាតិទីរ៉ាមីស៊ូចានំពងមាន់ឬក៏ហៅនំដុំឈើដោយភាសាបារាំងហ្នឹងបងប្អូនចានំហ្នឹងគឺគេចូលចិត្តញ៉ាំណាបងប្អូនមួយឆ្នាំគឺគេធ្វើញ៉ាំតែម្ដងឯនៅក្នុងថ្ងៃគ្រីស្មាសហើយបើសិនជាយើងទិញគេក៏អត់ថោកដែរបងប្អូនគឺមួយហ្នឹងមកទូចល្មមដូចទូចជាងហ្នឹងទេបងប្អូនមួយបើគិតជាដុល្លារប្រហែលជា$20ហើយរសជាតិគេគឺផ្អែមខ្លាំងមែនតើនេះខ្ញុំមិនសូវចូលចិត្តទេឲ្យតែទិញគេម្ដងមិនសូវដែរចូលចិត្តទិញទេនេះខ្ញុំធ្វើញ៉ាំរាល់ឆ្នាំឲ្យតែថ្ងៃណូអែលហ្នឹងគឺនេះខ្ញុំធ្វើនឹងនំនឹងញ៉ាំខ្លួនឯងហើយគ្រាន់តែថារសជាតិផ្សេងអញ្ចឹងណាចាហើយដែលសារនៅសល់គ្រីមមកបងប្អូនអញ្ចឹងនេះខ្ញុំយកវាមកច្របាច់មួយចានំមួយនេះគឺខ្ញុំដាក់គ្រីមពីលើអញ្ចឹងទៅចាតែប៉ុណ្ណឹងជាការស្រេចគឺបងប្អូនបាននំដ៏ឆ្ងាញ់កូនខ្ញុំចូលចិត្តណាបងប្អូនអើយនិយាយទៅទាំងខ្ញុំហើយនឹងកូនខ្ញុំនិយាយទៅទាំងអស់គ្នាតែម្ដងណាចូលចិត្តនំចានំហ្នឹងធ្វើខ្លួនឯងជាងទិញគេនៅផ្សារទិញគេនិយាយពីថាផ្អែមឡើងខាស់តែម្ដងបងប្អូនហើយអញ្ចឹងញ៉ាំទៅឆាប់ច្រលាន់ណាតែចំណែកនំនេះគឺឆ្ងាញ់មែនតើមកល្មមនេះខ្ញុំដាក់ស្ករអត់ច្រើនទេប៉ុណ្ណឹងហើយនំហ្នឹងដូចនេះខ្ញុំជម្រាបបងប្អូនអញ្ចឹងមួយឆ្នាំគឺគេញ៉ាំតែម្ដងទេគេញ៉ាំនៅក្នុងថ្ងៃណូអែលចាអញ្ចឹងថ្ងៃហ្នឹងគឺមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់នេះខ្ញុំហើយកុំភ្លេចជួយចុច like follow page ម្នាក់មួយផងបងប្អូនដើម្បីនៅពេលដែលនេះខ្ញុំចេញវីដេអូថ្មីទៅគឺបងប្អូនអាចឃើញភ្លាមចាអរគុណច្រើនជម្រាបលាហើយជួបគ្នាថ្ងៃបន្ទាប់